សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូហ្នឹងខ្ញុំបង្ហាញពីរបៀបក្នុងការចូលទៅ boost ឬក៏ជាបង្កើនការផ្សព្វផ្សាយនៅលើគណនី TikTok របស់យើងបាទអញ្ចឹងខ្ញុំធ្វើការ select post មួយបាទអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងបាទខ្ញុំធ្វើការ select យក post ហ្នឹងបាទអញ្ចឹងខ្ញុំជាខ្មែរហើយបងប្អូនត្រូវមើលបងប្អូនចុចមកកន្លែង3ខាងក្រោមនេះបាទអញ្ចឹងបងប្អូនចុចលើហ្នឹងមកអញ្ចឹងនៅពេលដែលបងប្អូនចុចទៅលើហ្នឹងហើយបងប្អូនមើលមកខាងក្រោមគេសញ្ញារូបដុំភ្លើងបាទកន្លែង increase view មានន័យថាយើងបង្កើនការផ្សព្វផ្សាយទៅលើវីដេអូអញ្ចឹងចុចទៅលើហ្នឹងមកបាទអញ្ចឹងនៅពេលដែលយើងចុចទៅលើហ្នឹងហើយយើងនឹងចូលមកដល់កន្លែងផ្ទាំងប្រមូលផ្ទាំងផ្សព្វផ្សាយហ្នឹងដើម្បីជំរុញការ boost ហ្នឹងអញ្ចឹងបងប្អូនឃើញមុនគេតាក់ទងជាមួយនឹង goal ដែរអញ្ចឹងវាមិនខុសគ្នាពីការ boost ទៅលើ Facebook page ទេកន្លែងហ្នឹងគឺវានឹងឲ្យយើងជ្រើសរើសទៅលើ goal ដៅរបស់យើងតែយើង boost តែយើង boost post ហ្នឹងដើម្បីគោលដៅអីគេបាទអញ្ចឹងវាមាន3បាទទី1គឺយើង boost យក video view ដើម្បីឲ្យមានចំនួនភ្នែកអ្នកមើលច្រើនបងប្អូននៅកន្លែងសញ្ញាត្រេកកោនយើងឃើញកន្លែង play ហ្នឹងនេះបាទមាន137 160អញ្ចឹងតែហ្នឹងសាក់ចំនួន view ហើយបាទគេបាន play video របស់យើងបាទអញ្ចឹងទី2គឺទាក់ទងនឹង follower បាទអញ្ចឹងយើង boost post ហ្នឹងបើយើងយកទី2ហ្នឹងបានន័យថាយើង boost ដើម្បីទទួលបានអ្នកតាមដានចុចតាមដាននៅលើគណនីរបស់យើងកាន់តែច្រើនជាងមុនបាទហើយទី2បាទទី3ជាស្រ័យទី3 more profile view បានន័យថាយើង boost post ហ្នឹងគឺដើម្បីទទួលបានអ្នកដែលគេចុចចូលមកមើល profile របស់យើងឲ្យកាន់តែច្រើនជាងមុនបាទបើអ្នកគេចុចចាប់អារម្មណ៍ចូលមកមើល profile របស់យើងបាទអញ្ចឹងជាក់ស្ដែងទៅខ្ញុំ boost យកខាងលើគេតែម្ដងទៅបាទដើម្បីយក video view បាទអញ្ចឹងនៅពេលហ្នឹងបងប្អូនអាចមើលខាងក្រោមគេបន្តទៀតបងប្អូនអាចchoose បានថាអាចជ្រើសរើសទៅលើបាទប្រភេទកញ្ចប់ក្នុងការ promotion ស្រាប់តែម្ដងក្នុងហ្នឹងវាមានជាកញ្ចប់ឲ្យយើងតែម្ដងតែខ្ញុំអត់យកទេខ្ញុំមកធ្វើការ customize ខ្លួនឯងបានន័យថាខ្ញុំរៀបចំខ្លួនឯងតែម្ដងបងប្អូនអាចរៀបចំបាទអញ្ចឹងក្នុងហ្នឹងយើងអាចមើលមកខាងលើគេតែម្ដងបាទយើងឃើញមានប្រភេទ audience ដូចគ្នាដែរទស្សនិកជនហ្នឹងអញ្ចឹងបងប្អូនធ្វើការចុចដើម្បីជ្រើសរើស audience ក៏បានដែរបាទអញ្ចឹងខ្ញុំធ្វើការបង្កើតខ្លួនឯងតែម្ដងទៅបងប្អូនចុចមើលខាងក្រោមគេនេះបាទ create your own មានន័យថាបង្កើតខ្លួនឯងអញ្ចឹងបងប្អូនចុចខាងក្រោមនេះមកអញ្ចឹងដល់ពេលដែលបងប្អូនចុចមកខាងក្រោមហ្នឹងហើយបងប្អូននឹងឃើញកន្លែងហ្នឹងបងប្អូនអាចដាក់វាឈ្មោះប្រភេទទស្សនិកជនរបស់យើងខ្ញុំដាក់ដូចគ្នាដែរ A1 បាទ testing អញ្ចឹងកន្លែងនេះដូចគ្នាដែរបងប្អូនធ្វើការចុចជ្រើសរើសទីតាំងបាទអញ្ចឹងខ្ញុំដាក់ទីតាំងដាក់នៅ Cambodia បាទអញ្ចឹងយើងចុច save មកចុច save ភាសាទៀតបាទហើយមួយទៀតតើតើនឹងប្រភេទភេទរបស់ទស្សនិកជនរបស់យើងភេទស្រីភេទប្រុសបាទយើងដាក់ទាំងអស់ទៅបាទខ្ញុំដាក់ទាំងអស់ដូចគ្នាដែរវានឹងធ្វើការឲ្យយើងបំពេញជាចំណង់ចំណូលចិត្តចំណាប់អារម្មណ៍របស់ទស្សនិកជនរបស់យើងអញ្ចឹងឧទាហរណ៍ខ្ញុំផុសប្រភេទវីដេអូទាហានខ្មែរយើងខ្ញុំអាចដាក់ក្នុងហ្នឹងវាមានជាប្រភេទដែលយើងរើសតែម្ដងបាទខ្ញុំអាចជ្រើសរើសបាទមានអញ្ចឹងខ្ញុំធ្វើការជ្រើសរើស education តែម្ដងបាទឧទាហរណ៍បាទអញ្ចឹងកន្លែងហ្នឹងបងប្អូនចុច save បាទអញ្ចឹងបានន័យថា audience របស់យើងបាន save ទុកហើយអញ្ចឹងយើងចូលមកសារក្រោយយើងចង់ធ្វើការ boost វាភាសាទៀតយើងអាចចុច select ចុចជ្រើសរើស audience ហ្នឹងស្រាប់តែម្ដងបានអរគុណបាទហើយបន្តមកទៀតយើងមកដល់ចំណុចមួយទៀតគឺការកំណត់ទឹកលុយដើម្បី boost មកអញ្ចឹងកន្លែងហ្នឹងយើងអាចចុច edit បានយើងចង់ដាក់ប្រមាណក៏បានដែរស្រាប់តែយើងចង់បញ្ចូលបាទអញ្ចឹងខ្ញុំចុច off វាតែម្ដងទៅខ្ញុំដាក់មួយថ្ងៃ 2000 ឲ្យវាកាត់លុយមួយថ្ងៃ 2000 អញ្ចឹងនៅក្នុង TikTok យ៉ាងតិចណាស់យើងត្រូវ boost មួយថ្ងៃ 2000 រៀលបាទ TikTok បងប្អូនអញ្ចឹងយើងដាក់ខ្ញុំ boost រយៈពេល3ថ្ងៃបាទអញ្ចឹងវាកាត់ខ្ទង់ 5000 រៀលអញ្ចឹងទេ3ថ្ងៃវាគិតទៅបាទអញ្ចឹងបងប្អូនអាចធ្វើការចុច pay តែម្ដងទៅគឺវានឹងធ្វើការ boost ទៅតែម្ដងណាបងប្អូនបាទអញ្ចឹងបើករណីបងប្អូនអត់ទាន់បញ្ចូលជាកាត Visa កាតអីបញ្ចូលដើម្បីកាត់លុយទេជាវាត្រូវឲ្យបងប្អូនបញ្ចូលសិនបាទអញ្ចឹងទាក់ទងនឹងការបញ្ចូលកាតបងប្អូនអាចមើលទៅលើ slide ខាងលើបានខ្ញុំបានបង្ហាញពីរបៀបការបំពេញកាតដើម្បីអាចធ្វើការដំណើរការ boosting របស់យើងបានបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនា